កាលពីយូរលង់ណាស់មកហើយមានកូនប្រុសអ្នកកាន់ស្រីម្នាក់ឈ្មោះជូលឪពុករបស់គាត់បានចែកទ្រព្យសម្បត្តិឲ្យបងអស់ហើយជូលបានទទួលមរតកតាឆ្មាមួយក្បាលប៉ុណ្ណោះគាត់ពិតជាពិបាកចិត្តខ្លាំងណាស់ព្រោះវាគ្មានប្រយោជន៍អ្វីសោះជូលអង្គុយធ្ងរថាឆ្មាមួយក្បាលនេះមិនដឹងយកទៅធ្វើអ្វីកោតទេខ្ញុំអត់មានលុយទិញអីវ៉ាន់ផងភ្លាមនោះឆ្មានោះក៏ងើបមុខឡើងនិយាយទៅកាន់ម្ចាស់របស់វាលោកម្ចាស់កុំព្រួយខ្ញុំអាចជួយលោកម្ចាស់បានជូលបើកភ្នែកធំដោយការភ្ញាក់អល់ឆ្មាសួរថាតើលោកម្ចាស់អាចរកស្បែកជើងកវែងមួយគូនិងថង់ធំមួយឲ្យខ្ញុំបានទេនោះខ្ញុំនឹងធ្វើឲ្យលោកម្ចាស់คล้ายជាអ្នកមានខ្ញុំត្រូវការតែសម្ភារៈទាំងពីរនេះប៉ុណ្ណោះជូលនៅតែងឿងឆ្ងល់ប៉ុន្តែយល់ព្រមតាមសំណួរពោលរបស់ឆ្មាជូលបានប្រមូលលុយដែលនៅសល់ទិញស្បែកជើងកវែងពណ៌ខ្មៅរលោងនិងថង់ធំមួយមកឲ្យឆ្មាពាក់ស្បែកជើងកវែងភ្លាមឆ្មាមើលទៅដូចជាសុភាពបុរសដ៏ក្លាហានឆ្មាដាក់បន្លែបន្តិចបន្តួចចូលក្នុងថង់រួចជិនដំណើរទៅព្រៃឆ្មាពាក់ស្បែកជើងកវែងបានលាក់ខ្លួននៅក្នុងព្រៃឆ្មាលាតថង់នៅលើដីដាក់ស្ពៃក្តោបនិងការ៉ុតចូលទៅមិនយូរប៉ុន្មានមានទន្សាយថតមួយក្បាលបានរត់ចូលក្នុងថង់ឆ្មាទាញខ្សែរឹតថង់ឲ្យជាប់ហើយចាប់បានទន្សាយនោះឆ្មាបានយកទន្សាយនោះទៅព្រះបរមរាជវាំងភ្លាមឆ្មាបានដើរយ៉ាងសង្ហាសុំចូលគាល់ព្រះមហាក្សត្រពេលទៅដល់ឆ្មាបានអោនគោរពយ៉ាងទន់ភ្លន់ឆ្មាប្រគល់ទន្សាយជូនព្រះរាជាដោយសុភាពរាបសារឆ្មាទូលថ្វាយព្រះរាជាថាទូលព្រះបង្គំបាននាំយកសត្វព្រៃនេះពីលោកម្ចាស់របស់ខ្ញុំគឺម៉ាគីស្នេការ៉ាបាសព្រះមហាក្សត្រមានសេចក្តីសោមនស្សរីករាយជាខ្លាំងព្រះអង្គមិនដែលឮឈ្មោះម៉ាគីស្នេការ៉ាបាសពីមុនមកទេតែទ្រង់ទទួលអំណោយនោះអស់រយៈពេលជាច្រើនសប្តាហ៍ឆ្មាបានបន្តនាំយកសត្វផ្សេងដូចជាសត្វស្លាបនិងទន្សាយទៅថ្វាយព្រះរាជាឆ្មាតែងតែប្រាប់ថាអំណោយទាំងអស់នេះគឺបានមកពីម៉ាគីសនៃការ៉ាបាសព្រះរាជាចាប់ផ្ដើមគិតថាម៉ាគីសនេះជាអ្នកមានបុណ្យម្នាក់ថ្ងៃមួយឆ្មាបានដឹងថាព្រះរាជានិងព្រះនាមដ៏ស្រស់ស្រាតនឹងធ្វើដំណើរតាមដងទន្លេឆ្មាបានរត់ត្រឡប់ទៅផ្ទះវិញយ៉ាងលឿនដើម្បីប្រាប់លោកម្ចាស់របស់ខ្លួនឆ្មារៀបចំផែនការដ៏វៃឆ្លាតមួយដើម្បីធ្វើឲ្យជូលក្លាយជាអ្នកមានពិតប្រាកដឆ្មាប្រាប់ជូលថាលោកម្ចាស់សូមទៅងូតទឹកក្នុងទន្លេនៅកន្លែងដែលខ្ញុំបង្ហាញឲ្យចំពេលឥឡូវនេះលោកម្ចាស់ត្រូវដោះសម្លៀកបំពាក់ចាស់ចេញទាំងអស់ទុកឲ្យខ្ញុំរៀបចំជូលទុកចិត្តឆ្មាទាំងស្រុងហើយក៏ធ្វើតាមបញ្ជានៅពេលដែលជូលកំពុងទៅងូតទឹករទេះរបស់ព្រះរាជាក៏មកដល់ព្រះរាជានិងព្រះនាងកំពុងរីករាយនឹងទិដ្ឋភាពជុំវិញឆ្មាពាក់ស្បែកជើងកវែងក៏ចាប់ផ្ដើមស្រែកភ្លាមឮពេញទាំងមាត់ទន្លេឆ្មាស្រែកដោយសំឡេងបារម្ភឆ្មាស្រែកថាជួយផងលោកម្ចាស់ម៉ាគីនៃការ៉ាបាសកំពុងលង់ទឹកហើយចៅបានលួចសម្លៀកបំពាក់របស់គាត់អស់ហើយព្រះរាជាឮសំឡេងស្រែកក៏បញ្ឈប់រទេះហើយមើលមកព្រះនាងក៏បានឃើញជូលនៅក្នុងទឹកព្រះមហាក្សត្រស្គាល់ឆ្មានេះភ្លាមព្រោះវាជាអ្នកនាំអំណោយព្រះអង្គអាណិតដល់ម៉ាគីនៃការ៉ាបាសណាស់ព្រះរាជាបានបញ្ជាទាហានឲ្យយកសម្លៀកបំពាក់ថ្មីនិងថ្លៃថ្នូរបំផុតមកឲ្យជូលពាក់ជាបន្ទាន់ជូលបានក្លាយជាសុភាពបុរសពិតប្រាកដព្រះរាជាអញ្ជើញជូលឲ្យចូលរួមជាមួយព្រះនាងនៅក្នុងរទេះរាជព្រះនាងឃើញជូលក៏ចាប់ចិត្តស្រឡាញ់ភ្លាមព្រោះជូលសង្ហាណាស់ឆ្មាពាក់ស្បែកជើងកវែងរត់ទៅមុខរទេះទាំងញញឹមពេញចិត្តនឹងផែនការរបស់វាឆ្មារត់ទៅដល់មុខប្រាសាទដ៏ធំមួយដែលជាកម្មសិទ្ធិរបស់យក្សកំណាចឆ្មាចូលទៅក្នុងប្រាសាទហើយជួបនឹងយក្សឆ្មាសម្ដែងការគោរពហើយសរសើរពីអំណាចវេទមន្តរបស់យក្សសប្បាយចិត្តណាស់ឆ្មាសួរយក្សថាតួបង្គំបានឮថាលោកម្ចាស់អាចប្រែរូបទៅជាសត្វធំបានតើពិតមែនទេយក្សចង់បង្ហាញពីអំណាចរបស់ខ្លួនដូច្នេះយក្សក៏ប្រែខ្លួនទៅជាសត្វតោដ៏ធំឆ្មាភ័យខ្លាចបន្តិចតែនៅតែធ្វើពុតជាស្ងប់ស្ងាត់ឆ្មាពាក់ស្បែកជើងកវែងសួរទៀតថា
អូពិតជាអស្ចារ្យមែនតើលោកម្ចាស់អាចប្រែខ្លួនទៅជាសត្វទូចជាងគេបានទេដូចជាកណ្ដូវយក្សគិតថានោះជារឿងងាយស្រួលដូច្នេះយក្សក៏ផ្លាស់ប្ដូររូបរាងទៅជាកណ្ដូវតូចមួយឆ្មាបានត្រៀមខ្លួនរួចហើយមុនពេលដែលកណ្ដូលអាចរត់គេចបានឆ្មាពាក់ស្បែកជើងកវែងក៏ចាប់កណ្ដូលនោះស៊ីភ្លាមមិនយូរប៉ុន្មានរទេះរបស់ព្រះរាជាក៏មកបោប្រាសាទឆ្មាទូលថាសូមស្វាគមន៍មកកាន់ប្រាសាទរបស់ម៉ាឃីនៃខារ៉ាបាសជូលបានរៀបអភិសេកជាមួយព្រះនាងហើយពួកគាត់រស់នៅយ៉ាងមានសុភមង្គលជាអមតៈ